ចាសម្រាប់បន្ទាប់នេះគឺនាងខ្ញុំនឹងមកបង្ហាញអំពីរបៀបបិទបើកអូតូឡុកសម្រាប់សោកញ្ចក់របស់យើងអញ្ចឹងទី1គឺដើម្បីយើងបិទបើកអូតូឡុកសោនេះបានហ្នឹងគឺតម្រូវឲ្យយើងនេះឲ្យសោរបស់យើងនេះគឺចាក់សោឡុកសិនចាអញ្ចឹងដើម្បីឲ្យឡុកគឺខ្ញុំចុចត្រង់ជ្រូកចាបន្ទាប់មកគឺយើងវាបញ្ចូលលេខកូដរបស់យើងមកចាថាច់ឲ្យភ្លឺខ្ញុំបញ្ចូលលេខកូដប្រចាំថ្ងៃរបស់យើងអញ្ចឹងសញ្ញាលេខកូដរបស់ខ្ញុំហ្នឹងគឺ89ចាបន្ទាប់មកគឺយើងត្រូវចុចត្រង់ជ្រូកចាចុចត្រង់ជ្រូកនេះគឺយើងអាចចុច2ដងចានៅពេលដែលយើងចុច2ដងរួចហើយគឺលេខ4នេះគឺយើងយកលេខ4មានន័យថាគឺបើកអូតូឡុកចាអញ្ចឹងក្នុងករណីថាអតិថិជនទាំងអស់គ្នាចង់បិទអូតូឡុកវិញគឺធ្វើដូចគ្នាអញ្ចឹងយើងគ្រាន់តែថាច់ទៅលើ screen ចុចលេខ89គឺជាលេខកូដប្រចាំថ្ងៃរបស់យើងយកត្រង់ជ្រូក2ដងចាអញ្ចឹងបិទអូតូឡុកយើងយកលេខ7ចាអញ្ចឹងពីរនេះគឺដូចគ្នាគ្រាន់តែបើកអូតូឡុកយើងយកលេខ4បិទអូតូឡុកយើងយកលេខ7តែប៉ុណ្នេះជាការស្រេចចា